យើងក៏លេខមកមើលជាមួយនឹង first C# application របស់យើងនៅក្នុង C# application ទី1របស់យើងហ្នឹងគឺយើងឃើញថាខាងលើគឺយើង include ជាមួយនឹង header file ដែលយើងប្រើប្រាស់ជាមួយនឹង IOStream អញ្ចឹងយើងនឹងជួបជាច្រើនទៅខាងមុខទៀតទាក់ទងជាមួយនឹងការ include កន្លែងហ្នឹងគឺជាចំណុចដែលយើងធ្វើការ import ទៅកាន់ class ផ្សេងទៀតដើម្បីធ្វើការទាញយកមកប្រើប្រាស់ដោយការប្រើប្រាស់ជាមួយនឹងសញ្ញាទ្រង់ជ្រូកបន្តមកទៀតគឺ include យើងបើកសញ្ញាបិទបើកហើយជាមួយនឹង IOStream ដែល IOStream ហ្នឹងវាគឺជា namespace ដែលអនុញ្ញាតឲ្យយើងធ្វើការ print data ទៅលើ console បានចំណែកឯខាងក្រោមគឺយើងមាន in ជាមួយនឹង main ពងចកហើយជាមួយ surround ជាមួយនឹងបិទបើក pref អញ្ចឹងតើតើជាមួយនឹង main function ហ្នឹងវាគឺជា function ដែល start ដំបូងគេបង្អស់នៅក្នុង application របស់យើងចាប់ផ្ដើមដំបូងគឺវានឹងដើរជាមួយនឹង main function ហ្នឹងឯងដែលនៅក្នុងហ្នឹងគឺ default application template ដែលយើងបានបង្កើតមកគឺវាភ្ជាប់មកជាមួយនឹង cout print ជាមួយនឹងពាក្យ hello world អញ្ចឹង syntax នៅក្នុង C++ នៅពេលដែលយើងចង់ធ្វើការ print គឺយើងប្រើប្រាស់ជាមួយនឹង cout ហើយ print ជាមួយនឹងពាក្យដែលយើងចង់ធ្វើការ print ចេញទៅយើងអាច run បានដោយ start ជាមួយនឹង local window debugger យើងឃើញថា application របស់យើងគ្រាន់តែ start ភ្លាមគឺវាធ្វើការ close ទៅវិញតែម្ដងដោយសារតែ application complete គឺវានឹង terminate ទៅតែម្ដងអញ្ចឹងដើម្បីយើង wait មើល result hello world គឺយើងអាចប្រើជាមួយនឹងcin.get ដើម្បី wait cursor របស់យើងនឹងរងចាំ enter មួយ cursor ឬក៏ enter មួយ key ទៀតគឺវានឹងធ្វើការ pause តែម្ដងបន្តមកទៀតយើងអាចធ្វើការ run បានអូខេអញ្ចឹងគឺយើងឃើញថាយើងអាច print ពាក្យ hello world ហ្នឹងចូលមកកាន់ console បានដែរនៅក្នុង Visual Studio គឺគ្នាយើងអាចប្រើ shortcut key គឺ F5 ដើម្បីធ្វើការ run application របស់យើងដោយយើងអត់ចាំបាច់ទៅ click នៅលើប៊ូតុងក៏យើងអាចដំណើរការបានដែរដោយ click F5 អូខេអញ្ចឹងគឺនៅពេលខាងមុខ application របស់យើងហ្នឹងគឺនឹងមាន structure ហើយនឹងទម្រង់បែបហ្នឹងឯងយើងមាន solution យើងមាន project ហើយនៅក្នុង block នៃការងាររបស់ main គឺយើងនឹងមាន include header file យើងមាន main function ហើយនៅក្នុង main function គឺយើងនឹងជាប់មកជាមួយនឹង cin.get ដើម្បី wait cursor ក្នុងការមើល result ដើម្បី print ឧទាហរណ៍ថាយើងចង់ធ្វើការ print នៅក្នុង line ទី2នេះគឺទាក់ទងជាមួយនឹងការ print ដូចគ្នាប៉ុន្តែយើងបញ្ចប់វាដោយ nl /n នេះគឺយើងចង់ធ្វើការចុះបន្ទាត់ថ្មីឬក៏យើងប្រើប្រាស់ជាមួយនឹង nl បានន័យថាយើងបញ្ចប់ដោយ cursor យើងនឹងគឺ wait នៅ new line យើងអាច run បានអូខេឥឡូវនេះគឺយើងសង្កេតឃើញថាយើងអាច print message ទី2បានហើយ cursor យើងគឺ wait នៅ line បន្ទាប់នឹងឯង